សិនបើគេកំណត់សំណុំសកលអុយដែលអឺអុយហ្នឹងមានធាតុ x ដែល x ហ្នឹងរបស់ n អញ្ចឹង n ហ្នឹងគឺជាចំនួនណាសំណុំចំនួនកូដធម្មជាតិហើយ x ធំជាងឬស្មើ3ប៉ុន្តែតូចជាងឬស្មើ9ក៏ឲ្យយើងកំណត់សំណុំរងមកពេញគឺ a បានៃសំណុំរងa ជាងមាន a គឺជាសំណុំរងនៃអុយជាងមាន a នៅក្នុងអុយហើយ a បាបំពេញសំណុំរងបំពេញមានន័យថាបើយើងយក a បាប្រជុំជាមួយ a វាស្មើអុយណាអញ្ចឹងយើងមានអុយរបស់យើងជាសំណុំដែលមានធាតុ x ដែល x យើងយកពី3ទៅដល់9អញ្ចឹងមានធំជាងស្មើ3មាន3យកដែរណា3 4 5 1 7 8ណាហើយ9នេះក៏យកដែរថាតូចជាងស្មើ9យកដែរហើយ a យើងមាន a របស់យើងគឺ3 6 9ដូច្នេះយើងអាចទាញរក a បាគឺ a បាគឺមាន3នេះជារបស់ a 6នេះក៏ជារបស់ a 4ក៏ជារបស់ a ដូច្នេះនៅសល់គឺសល់4ហើយ5 7 8ណាអញ្ចឹងដូច្នេះសំណុំរងបំពេញគឺ a បារបស់យើងយើងយកនៅក្នុងអុយប៉ុន្តែយើងដកធាតុរបស់ a ចេញគឺនៅសល់ a បាណាអញ្ចឹងនេះគឺជា a បាសម្រាប់សំណួរលេខ1សំណួរលេខ2យើងអាចសាកគិតដោយខ្លួនឯងគ្រូមិនបង្ហាញទេសូមបង្ហាញតែសំណួរលេខ1ទេទុកហាត់ឲ្យយើងគិតខ្លះអញ្ចឹងយើងអាចគិតឲ្យ comment នៅខាងក្រោមវីដេអូចាំគ្រូនឹង check មើលតើត្រឹមត្រូវអត់ណាអញ្ចឹងដូច្នេះបារបស់យើងគឺ4 5 7ណានិង8